ជំរាបសួរអ្នករាល់គ្នាថ្ងៃនេះមកជួបជាមួយនឹងខ្ញុំថ្ងៃនេះខ្ញុំមកបង្ហាញពីរបៀបបង្កើតក្រុម Telegram សម្រាប់បងប្អូនចាស់ៗប្រហែលជាគាត់ចេះហើយសម្រាប់បងប្អូនថ្មីៗដែលទើបតែប្រើប្រាស់ Telegram ថ្មីៗប្រហែលជាគាត់មិនទាន់ចេះបង្កើតក្រុម Telegram ទេអញ្ចឹងវីដេអូមួយនេះនឹងមករៀនបងប្អូនពីរបៀបបង្កើតក្រុម Telegram តែបងប្អូនណាដែលបង្កើត Telegram យូរហើយដែលមិនទាន់ចេះបង្កើតក្រុម Telegram ក៏អាចមើលបានដូចគ្នាអញ្ចឹងចង់ដឹងថាគេបង្កើតយ៉ាងណាតោះទៅទស្សនាជាមួយខ្ញុំដូចតទៅកុំឲ្យខាតពេលវេលាយូរឥឡូវយើងចូលមកក្នុងកម្មវិធី Telegram យើងមកដើម្បីចូលទៅបង្កើតទាំងអស់គ្នាចង់ដឹងថាគេបង្កើតយ៉ាងណាក្នុងឆ្នាំ2026នេះបន្ទាប់ពីយើងចូលមកដល់ក្នុង Telegram ហើយយើងឃើញសញ្ញាបូកនៅខាងក្រោមនេះយើងចុចកន្លែងសញ្ញាបូកនឹងមកដើម្បីចុចចូលដើម្បីទៅបង្កើតក្រុមបន្ទាប់ពីយើងចុចកន្លែងសញ្ញាបូករូបមនុស្សម្នាក់នឹងហើយយើងចុចមកយើងនឹងឃើញពាក្យមួយគេដាក់ថា New Group ដែលមានរូបតំណាងមនុស្ស2នាក់តែបើសិនជាយើងអត់ឃើញមានកន្លែងសញ្ញាបូកនឹងទេយើងអាចចុចនៅខាងត្រី3នៅខាងលើផ្នែកខាងស្ដាំនៅពេលដែលយើងចុចទៅយើងនឹងឃើញរូបមនុស្ស2នាក់គេដាក់ថា New Group ដើម្បីយើងបង្កើតយើងចុចលើវាទៅយើងនឹងអាចបង្កើតបានហើយត្រង់កន្លែង2ចំណុចនេះយើងអាចជ្រើសរើសចុចកន្លែងណាក៏បានដែរកន្លែងសញ្ញាចុច3ខាងលើនឹងក៏បានសញ្ញាបូកនៅខាងក្រោមនឹងក៏បានឥឡូវខ្ញុំជ្រើសរើសកន្លែងសញ្ញាបូកនៅខាងក្រោមនេះបន្ទាប់ពីខ្ញុំចុចមកហើយឃើញគេដាក់ថា New Group បែបនេះខ្ញុំចុចលើពាក្យ New Group បន្ទាប់មកគេនឹងឲ្យយើងជ្រើសរើសសមាជិកក្នុង Telegram យើងនឹងយើងចង់ជ្រើសរើសសមាជិកមួយណាក៏បានឥឡូវខ្ញុំសូមជ្រើសរើសយកសមាជិកដែលខ្ញុំចង់ដាក់គឺមានឈ្មោះថាក្តីសង្ឃឹមដែលមានរូបតំណាងសញ្ញារូបតុក្កតាគូដីខ្មៅហ្នឹងខ្ញុំជ្រើសរើសយកម្នាក់ហ្នឹងបន្ទាប់មកខ្ញុំចុចសញ្ញាព្រុញទៅមុខនៅពេលដែលខ្ញុំជ្រើសរើសហើយនៅពេលដែលយើងជ្រើសរើសសមាជិកដែលយើងបានជ្រើសរើសហើយគឺវាលោតមកដល់ត្រង់ចំណុចនេះគឺគេឲ្យយើងដាក់ឈ្មោះយើងចង់ដាក់ឈ្មោះបែបហ្នឹងក៏បានឈ្មោះដែលលោតស្រាប់ហ្នឹងក៏បានយើងចង់ដូរឈ្មោះអ្វីផ្សេងក៏បានអញ្ចឹងខ្ញុំសូមដូរឈ្មោះដាក់ថា Share to you ព្រោះអីគ្រប់ហ្នឹងគឺធ្វើពីការចែករំលែកអញ្ចឹងខ្ញុំសូមជ្រើសរើសដាក់ឈ្មោះបែបហ្នឹងចុះបន្ទាប់ពីយើងដាក់ឈ្មោះហើយគឺគេឲ្យយើងចុចសញ្ញាគ្រីសបើសិនជាយើងចង់ដាក់រូប profile យើងចុចកន្លែងសញ្ញារូបកាមេរ៉ាមកឥឡូវខ្ញុំសូមដាក់រូប profile ឲ្យហើយដើម្បីកុំឲ្យពិបាកដាក់ពី3ដងឥឡូវខ្ញុំសូមចុចកន្លែងកាមេរ៉ាបន្ទាប់មកចុច allow អាពាក្យលើគេបង្អស់ហ្នឹងចុចតាមគេអញ្ចឹងមកបន្ទាប់មកវានឹងនាំយើងមកដល់កន្លែងរូបភាពអញ្ចឹងយើងជ្រើសរើសរករូបណាដែលយើងចង់ដាក់មកឥឡូវខ្ញុំសូមជ្រើសរើសរករូបភាពសិនឥឡូវខ្ញុំបានឃើញរូបភាពដែលខ្ញុំចង់ដាក់ហើយដែលមានរូបតំណាងអក្សរ S ដើម្បីយកទៅធ្វើជារូបតំណាង profile នៅលើក្រុមដែលខ្ញុំទើបតែបង្កើតនឹងយើងចុចទៅលើរូបភាពនឹងមកបន្ទាប់មកយើងចុចពាក្យថា done សញ្ញាពណ៌ Q នៅខាងក្រោមហ្នឹងបន្ទាប់មកទៀតយើងចុចលើរូបភាពនឹងមកហើយយើងសេរីរូបភាពនឹងឲ្យត្រូវតាមទំហំដែលយើងចង់បានបន្ទាប់ពីយើងសេរីរួចហើយយើងមើលខាងក្រោមមានសញ្ញាគ្រីសយើងចុចលើសញ្ញាគ្រីសនឹងមកនៅពេលដែលយើងចុចគ្រីសហើយវាលោត logo មកហើយយើងមើលខាងក្រោមនេះគេដាក់ថា auto delete message មានន័យថាយើងបើកកន្លែងហ្នឹងដើម្បីឲ្យអ្នកណាផ្ញើអ្វីមួយដល់ពេលដែលដល់កំណត់គឺ message ដែលគេផ្ញើមកហ្នឹងនឹងត្រូវលុប auto ដោយស្វ័យប្រវត្តិតែម្ដងនៅពេលដែលយើងដាក់ពេលវេលាកំណត់ថាប្រហែលជាមួយថ្ងៃឬក៏ប្រហែលម៉ោងដើម្បីឲ្យ message ហ្នឹងលុបដោយស្វ័យប្រវត្តិកន្លែងហ្នឹងគឺយើងបើកក៏បានយើងចង់បិទក៏បានដូច្នេះខ្ញុំមិនចាំបើកនោះទេឥឡូវយើងមើលខាងក្រោមនេះគេដាក់សញ្ញាគ្រីសយើងចុចកន្លែងសញ្ញាគ្រីសនឹងមកដើម្បីបង្កើតឥឡូវឃើញថានៅពេលដែលខ្ញុំចុចសញ្ញាគ្រីសហើយឃើញថាក្រុមរបស់ខ្ញុំគឺបានបង្កើតបានសម្រេចហើយឥឡូវឃើញថាយើងបង្កើតបានហើយឥឡូវយើងចុចមកកន្លែង profile មកដើម្បីចូលទៅកែប្រែចំណុចមួយចំនួនមកដល់ត្រង់ចំណុចនេះយើងមើលកន្លែងសញ្ញាប៊ិចនៅខាងលើយើងចុចកន្លែងសញ្ញាប៊ិចនឹងមកដើម្បីចូលទៅកែប្រែមកដល់ចំណុចនេះយើងមើលកន្លែងគេដាក់ថា group task អញ្ចឹងយើងចុចកន្លែង group task នឹងមកដល់ត្រង់ចំណុចនេះគឺយើងជ្រើសរើសយកអាកន្លែងចុចខាងក្រោមគេបង្អស់ហ្នឹងគេដាក់ថា publish group ចុចអាកន្លែងសញ្ញារង្វង់ទូចនឹងមកចុចឲ្យចេញសញ្ញាពណ៌ Q បន្ទាប់មកខាងក្រោមនេះយើងឃើញកន្លែងគេដាក់ថា publish link យើងចុចកន្លែងហ្នឹងមកដើម្បីបង្កើត link ផ្ទាល់ខ្លួនមួយសម្រាប់ group របស់យើងការបង្កើត link នេះគឺយើងត្រូវតែសរសេរវាចេញអក្សរពណ៌បៃតងទើបយើងអាចគ្រីសទៅមុខបានការបង្កើត link គឺយើងសរសេរអក្សរលាយជាមួយលេខដើម្បីបង្កើតបានឥឡូវឃើញថាខ្ញុំបង្កើត link ផ្ទាល់ខ្លួនបានហើយអញ្ចឹងយើងមើលកន្លែងខាងលើមានសញ្ញាគ្រីសយើងចុចកន្លែងសញ្ញាគ្រីសខាងលើមកបន្ទាប់ពីយើងចុចសញ្ញាគ្រីសហើយវាលោតមកទម្រង់ដើមវិញអញ្ចឹងក្រុមរបស់យើងបង្កើតនឹងគឺយើងបង្កើតបានសម្រេចហើយអ្វីដែលខ្ញុំមកបង្ហាញនេះគឺមានតែប៉ុណ្ណឹងទេសម្រាប់ការបង្កើតក្រុមអរគុណនិងសូមជម្រាបលាជួបគ្នាវីដេអូក្រោយទៀត